ទុកជាការរំលឹកឡើងវិញចាំយើងតិចទៀតយើងបន្តមេរៀនកន្លែងលេខ6នេះអូខេអញ្ចឹងបាន4នាក់មានអ្នកច្បាប់2នាក់អញ្ចឹងនៅសល់4នាក់ទៀតសូម mention ប្រកបសិនអ្នកដែលបានចូលហើយសូមបើកទៅមេរៀនទី17មើលឡើងវិញទៅឡើងពាក្យកន្លែងពាក្យកន្លែងប្រយោគដែលយើងបានរៀនហើយហ្នឹងសូមរំលឹកឡើងវិញតិចណាដោយសារយើងនៅលំហាត់ទៀតអញ្ចឹងតិចទៀតបានសរសេរបន្តចាំមើលគ្នាយើងចូលគ្រប់សិនសរសេរបន្តទៅចំណុចលំហាត់ដែលយើងរៀនដល់ម្សិលមិញចឹងអ្នកនេះនឹងបន្តលំហាត់ទី6អញ្ចឹងមុននឹងចូលទី6អ្នកនេះអាចមើលទៅពាក្យនិងប្រយោគផ្សេងៗដែលយើងរៀនហើយនៅក្នុងមេរៀនទី17ឡើងវិញបន្តិចណាចាចឹងគ្នាជានៅសល់4នាក់ទៀតសូម mention ហើយចាំគាត់តម្លាក់ណាតែចឹងអ្នកនេះអាចបើកទៅមេរៀនយើងអាចអស់ទៅកន្លែងពាក្យហើយមើលឡើងវិញតិចទៅសម្រាប់ពាក្យមេរៀនទី17មាន8ពាក្យអូខេនេះមេរៀន17ហើយមាន8ពាក្យនេះណាសូមមើលឡើងវិញបន្តិចយើងមានពាក្យ8ទី1មានពាក្យថាជីយឿនយើងប្រែថារោងល្ខោនឬក៏មហោស្រពពាក្យទី2យើងមានពាក្យថាជីងជីយើងប្រែថាល្ខោនអូប៉េរ៉ាពេលកាំងពាក្យទី3យើងមានពាក្យថាផែវយើងប្រែថាសម្បត្តិពាក្យទី4យើងមានពាក្យថាប៉ែវយៀនយើងប្រែថាការសម្ដែងឬក៏សកម្មភាពសម្ដែងប៉ែវយៀនពាក្យទី5យើងមានពាក្យថាកោស៊ីងយើងប្រែថាដែលសប្បាយរីករាយកោស៊ីងពាក្យទី6យើងមានពាក្យថានៀនឈីងរិនយើងប្រែថាមនុស្សវ័យក្មេងពាក្យទី7មានពាក្យថាឡៅនៀនរិនយើងមានពាក្យថាឡៅនៀនរិនយើងប្រែថាមនុស្សវ័យចាស់ចុងក្រោយមានពាក្យថាឆាំងភៀនយើងប្រែថាCD ឬក៏ថាសចម្រៀងចឹងយើងនឹងតាមដានជាមួយនឹងមេរៀនរបស់យើងឡើងវិញបន្ថែមប៉ុណ្ណឹងសម្រាប់អ្នកនរគ្នាដែលបានយើងបានយល់ច្បាស់ឬក៏រៀនម្ដងហើយនៅពាក្យមេរៀនរបស់យើងរំលឹកឡើងវិញបន្តិចទៅដើម្បីជាការចងចាំបន្ថែមពិសេសការបញ្ចេញសំឡេងអ្នកនេះអាចរៀនអានបញ្ចេញសំឡេងឲ្យត្រូវពាក្យនីមួយម្ដងហើយម្ដងទៀតដើម្បីយើងស្ទាត់មកពាក្យចេញឬក៏យើងអានឲ្យបានមួយហើយតើបងយើងបានស្ទាត់ឬក៏ចេះពាក្យនឹងអស់ហើយយើងអានទាំងលឿនការបញ្ចេញសំឡេងរបស់យើងនៅក្នុងប្រយោគនីមួយការនិយាយឬក៏ការអានរបស់យើងឲ្យលឿនជាងមុនធ្វើម៉េចបើខាត់ឲ្យយើងរត់មាត់ជាមួយនឹងអក្សរដែលយើងបានរៀនហ្នឹងហើយអ្នកនាងមើលទៅប្រយោគនានាទាំងអស់ដែលយើងបានរៀនសូមធ្វើការរំលឹកទៅលើប្រយោគទាំងអស់ហើយយើងអានឲ្យអស់នេះដូចប្រយោគមេរៀនកន្លែងអានលឺនេះទាំងអស់ហ្នឹងហើយមានលំហាត់ផ្សេងៗដែលយើងត្រូវបំពេញចន្លោះឬក៏សរសេរពាក្យតំណាងអីហ្នឹងនេះដូចកន្លែងនេះមានការអានសំឡេងទៀតហើយមានប្រយោគមាន clear ផ្សេងៗចឹងអ្នកនេះអាសាចូលអានបែបហ្នឹងអានមេរៀនរបស់យើងឡើងវិញម្ដងតិចដើម្បីយើងចំណាំវាឲ្យបានស្ទាត់ណាឲ្យបានច្បាស់តែចុះនេះយើងបានចូលមក5នាក់ណាដោយសារមានអ្នកច្បាប់3នាក់អញ្ចឹងវា
យើងនៅសល់10នៅសល់7នាក់អញ្ចឹងសល់2នាក់ទៀតដែលអ្នកគ្នាអត់ទាន់ចូលរៀនអញ្ចឹងអ្នកគ្នាយើងលោកសុំចាំគាត់មួយផ្លែតទៀតចាំប្រហែលជា2នាទីទៀតហើយយើងបន្តមេរៀនណាចឹងអ្នកអាចមើលកន្លែងពាក្យទាំងអស់ហ្នឹងឡើងវិញម្ដងបន្តិចដើម្បីយើងចំណាំហើយរៀនបកប្រែឲ្យស្ទាត់ម្សិលមិញលោកបានបញ្យល់ដល់លំហាត់ទី5នេះដែលមានសន្តានាហើយបំពេញចន្លោះមានវគ្គវាលំហាត់ទី1លំហាត់ទី2លំហាត់ទី3ជាមួយនឹងលំហាត់ទី4ចឹងសើបានបំពេញចន្លោះហើយលោកសើបានបញ្យល់អ្នកនេះហើយបានដាក់ចម្លើយនៅក្នុងក្រុមណានៅក្នុងក្រុមជារូបភាពថត screen ចឹងអ្នកនេះអាចចូលទៅមើលបន្ថែមបើសិនជាយើងអត់ទាន់ចំណុចណាមួយឬក៏ពាក្យឬក៏ការបំពេញកន្លែងណាមួយសូមទៅមើលគំរូដែលលោកសើបានបំពេញចន្លោះបំពេញជា clear នឹងឲ្យនៅក្នុងក្រុមចឹងអ្នកអាចមើលបន្ថែមហើយយើងធ្វើការវឹកហាត់រៀនអានរៀនបញ្ចេញសលេងរៀនបកប្រែឲ្យស្ទាត់ណានៅកន្លែងហ្នឹងគ្រប់ប្រយោគទាំងអស់នៃមេរៀនយើងត្រូវតែរៀនបកប្រែឲ្យចេះហើយយើងអ្នកនេះត្រូវចាំពាក្យចេះនិយាយចេះបកប្រែយើងស្ទាត់ទៅពាក្យដែលយើងបញ្ចេញសលេងទៅនឹងត្រឹមត្រូវតាមពាក្យដើមរបស់វាហើយយើងរៀនអានឬក៏និយាយឲ្យបានលឿនអាហ្នឹងគឺជាចំណុចដែលអ្នកត្រូវធ្វើឬក៏អនុវត្តប្រចាំថ្ងៃយើងសូមចូលរួមកន្លែងហ្នឹងហើយអ្នកនឹងមើលបន្តទៅលំហាត់ទី6លំហាត់ទី6ចូលតែអញ្ចឹងនេះយើងបាន6នាក់នៅសល់ម្នាក់ទៀតអត់ឃើញចូលបាទអញ្ចឹងបើសិនជាគាត់អត់ចូលទេយើងបន្តមេរៀនតោះអញ្ចឹងអ្នកនេះមិនសល់មិញនៅសើបញ្យល់បានលេខដល់លេខ5កន្លែងសន្តានាថ្ងៃនេះយើងនឹងចូលទី6កន្លែងនេះយើងនឹងធ្វើការបំពេញចន្លោះនេះលេខ6នេះបំពេញចន្លោះអញ្ចឹងបំពេញចន្លោះនេះធ្វើមកគឺយើងត្រូវមើលពាក្យចិនហើយនឹងជាមួយនឹងអត្ថន័យជាភាសាអង់គ្លេសប៉ុន្តែបើអ្នកនេះចង់បកជាខ្មែរយើងណូតនៅក្បែរភាសាចិននឹងមកហើយយើងទៅសេបកប្រែវាអត្ថន័យរបស់វាចិត្តនឹងមកណាចឹងទី1ណាត្រូវទៅមើលអត្ថន័យជាភាសាចិនតើពាក្យដែលគេឲ្យនឹងមានន័យថាម៉េចចឹងពាក្យទី1គេឲ្យថាប៉ាវយៀនចឹងគេឲ្យពាក្យប៉ាវយៀនគេឲ្យពាក្យប៉ាវយៀនយើងប្រែថាសំដែងត្រូវនឹងពាក្យភាសាអង់គ្លេស performance ចឹងតែមើលគេគួរឲ្យស្រាប់ទៅអក្សរ A ណាអូខេចឹងមានចម្លើយទី1ចម្លើយទី2នានឈីងរិនមនុស្សវ័យក្មេងគឺយើងដាក់ថា young people ចឹងអ្នកនេះមើលនេះគូថាអក្សរ D ពាក្យទី3យើងមានពាក្យថាឡោនៀនរិនមនុស្សវ័យចំណាស់អញ្ចឹងគេដាក់ old people ទៅអក្សរ A ណានេះទី3ទៅអក្សរ A ទី4ជីងជីយើងប្រែថា Lacoun Opera ពេកាំងអញ្ចឹងយើងគូសជាប់ទៅអក្សរ B ពាក្យទី5យើងអានថាជីយៀននេះយើងប្រែថាជីយៀនអញ្ចឹងអ្នកគូសទៅអក្សរ F គេដាក់ C ទៅអូខេចាំតិចគ្នាយើងចូលតើចឹងអ្នកនរគ្នាបានចូលមក7នាក់នៅសល់3នាក់ផ្សេងទៀតប្រកបសុំច្បាប់ចុះយើងបន្តមេរៀនណាតើអញ្ចឹងកន្លែងនេះលេខ6មកសិនមិញលោកសើបញ្យល់ដល់លេខ5សន្តានាលើលេខ6នេះអ្នកនេះមើលលោកសើគូបានប្រមាណពាក្យឲ្យហើយអញ្ចឹងអាចអានពាក្យនឹងឡើងវិញហើយយើងភ្ជាប់ជាមួយភាសាអង់គ្លេសឲ្យត្រូវបើសិនជាអ្នកនេះគិតថាយើងអត់ចេះអង់គ្លេសយើងអត់ចង់មើលជាអង់គ្លេសអ្នកនេះគ្រាន់តែសរសេរការបកប្រែដាក់ឲ្យចិត្តពាក្យចិនដែលសើបានបរៀនបញ្យល់នឹងអាននេះបកនេះស្ដាប់មិញគឺយើងអាចកត់ត្រាបានដូចគ្នាណាតោះអញ្ចឹងយើងដល់ពាក្យទី5ពាក្យទី6 ផែវយើងប្រែថាសម្បត្តិអញ្ចឹងភាសាអង់គ្លេស ticket ថាសរស៊ី ticket ពាក្យទី7ឆាំងភៀនថាសឬក៏ CD ចម្រៀងឆាំងភៀនអញ្ចឹងយើងភ្ជាប់ទៅអក្សរ E គេដាក់ពាក្យ record នេះណាចុងក្រោយទី8មានពាក្យថាកោស៊ីងសប្បាយរីករាយអញ្ចឹងយើងភ្ជាប់ទៅអក្សរ G happy ចឹងអាចមើលពាក្យទាំងអស់ហ្នឹងហើយតាមពិតយើងរៀននៅក្នុងពាក្យហើយអញ្ចឹងបើអ្នកនាងចង់ឲ្យច្បាស់ឬក៏ចំណាំទុកកត់ត្រាបកប្រែជាខ្មែរនេះចិត្តនឹងដែរណា
ហើយយើងធ្វើមិនរៀនអានរៀនសរសេរឲ្យស្ទាត់យើងត្រូវតែចងចាំដល់ពាក្យទាំងអស់ហ្នឹងណាអញ្ចឹងជាយើងមើលពាក្យជាយើងមើលប្រយោគទាំងអស់ហើយធ្វើមិនធ្វើការចងចាំវាទាំងអស់អឺយើងមើលម្ដងអាចចាំមិនតាន់អស់ប៉ុន្តែមើលយូរទៅយើងនឹងចាំពាក្យវាហើយធ្វើមិនរៀនចំណាំរៀនចងចាំគ្រប់ពាក្យគ្រប់ប្រយោគដែលយើងបានរៀនហើយហ្នឹងម្ដងតិចម្ដងតិចឲ្យបានច្រើនហើយជាយើងអានឲ្យត្រូវសំឡេងយើងបកប្រែត្រូវតិចមកអាហ្នឹងគឺមានន័យយើងចេះចំណេះដឹងទៅលើមេរៀននឹងមួយអញ្ចឹងអ្នកនេះអាចមើលបន្ថែមគ្រប់មេរៀនហើយយើងធ្វើមិនយើងចងចាំបន្ថែមនៅគ្រប់ពាក្យទាំងអស់មេរៀនដែលយើងបានរៀនទាំងអស់ហ្នឹងអូខេអញ្ចឹងអ្នកនេះមើលបន្តទៅលំហាត់ទី7តើយើងអស់ខាងក្រោមហ្នឹងវាមានទី7កន្លែងនេះគេឲ្យអ្នកនេះរៀនបកប្រែនេះគេដាក់ពាក្យថា translation តោះអញ្ចឹងបកប្រែយើងមើលប្រយោគគេឲ្យ4ណាប្រយោគគេឲ្យ4អញ្ចឹងតើប្រយោគហ្នឹងមានប្រយោគអីខ្លះយើងមើលទាំងអស់គ្នាតើទី1ចឹងអានេះប្រយោគរបស់យើងគឺគេមានការសរសេរបន្តគ្នាដែលដាក់សញ្ញាក្បៀសនៅពេលដែលគេរៀបរាប់បន្តគ្នាអញ្ចឹងយើងត្រូវដាក់សញ្ញាក្បៀសពេលចប់មួយវគ្គវាអញ្ចឹងចុងក្រោយបើយើងដាក់សញ្ញាខណ្ឌជារង្វង់តូចមួយជាសញ្ញាខណ្ឌនេះតែយើងមើលទី1វ៉ាសៀងគេដាក់ថាវ៉ាសៀងខណ្ឌខ្ញុំចង់មើលជីងជីល្ខោនអូប៉េរ៉ាពេលកាំងប៉ាប៉ា星期四星期四ថ្ងៃពហុណា爸爸星期四去买票去នេះទៅម៉ាយទិញ票សបុតអញ្ចឹងយើងទៅទិញសបុត去买票អញ្ចឹងប៉ាទៅទិញសបុតនៅថ្ងៃពហុ星期四ថ្ងៃពហុ我很高兴ខ្ញុំសប្បាយរីករាយណាស់តែចាំមើលប្រយោគទី2星期五晚上នៅពេលល្ងាចឬក៏ប្រឡប់ថ្ងៃសុក្រ星期五晚上爸爸去剧院看京剧ប៉ាបានទៅរោងល្ខោនមើលល្ខោនអូប៉េរ៉ាពេលកាំងម៉ាម៉ាឈីម៉ាក់ទៅជំនាញគាត់ទៅទាំងអស់គ្នាប៉ាប៉ាឈីម៉ាម៉ាឈីវ៉ាយេឈីខ្ញុំក៏ទៅដែរអញ្ចឹងមានន័យគាត់រៀបរាប់មកឃ្លៀបើតែបើអត់តែជារួមមានន័យទាំងប៉ាទាំងម៉ាក់ទាំងកូនដែលជាតួអង្គវ៉ាហ្នឹងគឺទៅទាំងអស់អញ្ចឹងទៅទាំងអស់គ្នា3នាក់ថ្ងៃសុក្រពេលល្ងាចពេលប្រឡប់វ៉ាន់សាំងពេលល្ងាចឬក៏ពេលយប់ប្រឡប់ទី3我很喜欢京剧表演តោះ表演នេះរៀននៅក្នុងមេរៀនរបស់យើងប្រែថាការសម្ដែងចឹងល្ខោនហ្នឹងគេទៅសម្ដែងដូចយើងខ្មែរចឹងអានេះសម្ដែងរឿងល្ខោនផ្សេងហ្នឹងអូខេ我很喜欢京剧表演ខ្ញុំចូលចិត្តការសម្ដែងល្ខោនអូប៉េរ៉ាពេលកាំងខ្លាំងណាស់ចូលចិត្តខ្លាំងណាស់很喜欢អញ្ចឹងមាន clear ទី1នៃប្រយោគទី3 clear បន្ទាប់គេដាក់我想做京剧演员តើ演员នេះយើងប្រែថាតួសម្ដែងណាដល់ហើយរៀនឡើងពីភាគឬក៏ពាក្យមេរៀនមុនភាគមុនអញ្ចឹងបើអ្នកនេះផ្សេងដែលអត់ទាន់បានចេះពាក្យហ្នឹងអាចទៅមើលភាគទី1មើលពាក្យឬក៏អ្នកនេះអាចមើលពាក្យយានហ្នឹងបន្ថែមកត់ត្រាទុកបន្ថែមអញ្ចឹងនេះពីម៉ាត់នេះយើងប្រែថាតួសម្ដែងដែលលើមនុស្សជាតួដែលទៅសម្ដែងខោហ្នឹងអញ្ចឹងយើងប្រើពាក្យយានចឹងគេដាក់ថាវ៉ាសៀងជក់ខ្ញុំចង់ធ្វើជាឬក៏ខ្ញុំចង់ខ្លាយជាជីងជីយានចង់ខ្លាយជាតួសម្ដែងល្ខោនអូប៉េរ៉ាពេលកាំងតែអញ្ចឹងនេះអាចមើលការបកប្រែ clear យើងបកពីពាក្យណាទៅណាមុនក្រោយអីនេះស្ដាប់ឲ្យស្រួលអត់ទាន់ហើយមើលគំរូប្រយោគរបស់យើងឲ្យបានស្ទាត់ឲ្យបានច្បាស់ទី4យើងមាន clear យើងវែងគេដាក់ Mike ស៊ីហ៊ានជីងជីចូលចិត្តល្ខោនអូប៉េរ៉ាពេលកាំងចឹងនេះ Mike ចូលចិត្តជីងជីចូលចិត្តល្ខោនអូប៉េរ៉ាពេលកាំងគេដាក់បន្តអានស៊ីហ៊ានស៊ូហ្វាអានចូលចិត្ត
សរសេរអក្សរផ្ចង់ឬក៏រៀនសរសេរអក្សរផ្ចង់ស៊ូហ្វាការសរសេរអក្សរផ្ចង់អញ្ចឹងម៉ាយចូលចិត្តល្ខោនអូប៉េរ៉ាពេលកាំងហើយអានចូលចិត្តសរសេរអក្សរផ្ចង់ឬក៏អក្សរការសរសេរអក្សរហ្នឹងអញ្ចឹងគេដាក់ថាបន្តទៀតអានគិនម៉ាយអ៊ីយ៉ាងអានហើយនឹងម៉ាយហ្នឹងដូចគ្នាដូចត្រង់ណាស៊ីហ៊ានចុងកួចូលចិត្តប្រទេសចិនចឹងគេនិយាយកន្លែងនៃគាត់ដូចគ្នាគឺចូលចិត្តប្រទេសចិនចឹងមកគ្រាចុងក្រោយយើងអាចបកប្រែថាអាននិងបាយចូលចិត្តប្រទេសចិនដូចគ្នាឬក៏នេះចកបកពីមុខទៅអាននិងម៉ាយដូចគ្នាគឺដូចត្រង់ចូលចិត្តប្រទេសចិនចឹងពាក្យភាសាពេលយើងបកប្រែហើយអាចរើសការនិយាយបច្ច្រាស់ការនិយាយបកសម្រាយពីខាងក្រៅមកវិញដូចលោកគឺបានបញ្យល់មិញហ្នឹងគឺបានដូចគ្នាណាអញ្ចឹងបើសិនជាយើងគិតថាការបកប្រែបែបណាងាយស្ដាប់ព្រោះស្ដាប់ជាងខាត់យល់ជាងដល់អាចបកតាមពាក្យដែលយើងរៀបនឹងបានដូចគ្នាណាអញ្ចឹងអត់ជាមានជាបញ្ហាចោតអីទេបើសិនជាយើងគ្រាន់តែជាការបកប្រែឲ្យស្ដាប់ន័យយល់ប៉ុន្តែបើសិនជាភាសាផ្លូវការយើងអាចដឹងគេទម្រាបបែបណាអញ្ចឹងយើងមើលបន្ថែមទៅលើការប្រើប្រាស់ពាក្យឬក៏បកប្រែពាក្យរបស់យើងនឹងណាអញ្ចឹងតោះចំណុចទី7យើងកន្លែងនេះយើងអាចថាសន្មតថាចប់នេះអាចចូលមើលបន្តទៅខាងក្រោមណានេះលេខ8នេះគឺឲ្យយើងអ្នកគ្នាបករៀនសរសេរតួអក្សរឬក៏គំនូរអក្សរដែលយើងហាក់យើងខាងលើមិញស៊ូហ្វាគំនូរអក្សរផ្ចង់ឬក៏ការសរសេរអក្សរផ្ចង់អញ្ចឹងពាក្យនីមួយៗដែលយើងបានរៀនត្រូវរៀនសរសេរជាប្រភេទគំនូរអក្សរផ្ចង់ដែលយើងសរសេរសម្រាយជាគំនូរអក្សរមួយហើយយើងរៀនសរសេរវាឲ្យស្ទាត់ដើម្បីយើងចាំថាពាក្យហ្នឹងសរសេរថាម៉េចអញ្ចឹងយើងរៀនពាក្យរៀនប្រយោគភាសាចិនគឺត្រូវរៀនទាំងអស់ហ្នឹងអ្នកគ្នារៀនពាក្យទៅដឹងថាវាអានថាម៉េចភីងអ៊ីងមិនខ្លះបកប្រែថាម៉េចនៅរៀនថាយើងសរសេរវាបែបណាយើងស្ទាត់ដៃអត់សរសេរមិនឲ្យស្អាតយើងរៀនសរសេរឲ្យត្រឹមត្រូវតាមគំនូរនៃពុម្ពអក្សរចិនទៀតអញ្ចឹងអ្នកគ្នាត្រូវរៀនច្រើនចំណុចដែរប៉ុន្តែធ្វើមិនអ្នកគ្នាចង់ចេះភាសាចិនត្រូវតែខំវឹកហាត់ឬសួរអាសាបញ្យលអញ្ចឹងគឺធ្វើមិនរៀនសរសេររៀនអានរៀនសរសេររៀនអានឲ្យបានច្រើនដងណាអូខេអញ្ចឹងចំណុចទី8នេះចុងក្រោយនៃមេរៀនហើយយើងអស់ចំណុចហើយយើងអស់អ្វីដែលអ្នកត្រូវរៀនបន្តហើយអត់មានពាក្យថ្មីទេគឺមានតែប៉ុណ្្នឹងអញ្ចឹងសម្រាប់មេរៀនទី17យើងចប់ត្រឹមនេះដល់នេះអាចមើលការកត់ត្រាផ្សេងៗឬក៏រៀបចំមេរៀនរបស់យើងចប់ហើយបើសិនជាអត់មានចម្ងល់ទេយើងនឹងបន្តទៅមេរៀនទី18ឥឡូវណាអញ្ចឹងសន្មតថាមេរៀនទី17ចប់យើងនឹងចូលមេរៀនទី18ឥឡូវសូមដាក់ចំណងជើងសិនណានេះមេរៀនទី18នេះអស់បន្តមកទំព័រទី91ចឹងយើងអាចមើលចំណងជើងរបស់វាគេដាក់ថាទី18课ទី18课មេរៀនទី18ចាំតិចទៅសូមដាក់ការបកប្រែបន្ថែមឲ្យណាOKចំណងជើងទី18课音乐会音乐会音乐តន្ត្រី音乐会ការប្រគំតន្ត្រី快要ចិត្តដល់快要ចិត្តដល់开始了ចិត្តដល់ពេលចាប់ផ្ដើមហើយអូខេចឹងចំណងជើងរបស់យើងរៀងវែងហើយមានពាក្យថ្មីច្រើនណាចឹងនៅសិននឹងបញ្យល់បន្តិចទៀតឥឡូវនេះណា
ចឹងណានេះសូមបើកទៅឡើយហ្នឹងហើយសូមលោកសួរដាក់ pin in ឲ្យកត់ត្រានៅក្នុងជាអត្ថន័យជា pin in បន្ថែមសិនតើតើនឹងការសរសេរអក្សរពុំរបស់ចំណងជើងយើងពិបាកមើលបន្តិចប៉ុន្តែឡើងនេះអាចមើលទៀងទាត់ជាមួយអ្វីដែលសឺបានសរសេរដាក់ក្នុងក្រុមឲ្យចឹងនេះចំណងជើង第18课音乐会快要开始了ចឹងនេះអាចមើលទៅក្នុងក្រុមនេះលោកសួរដាក់ជាការសរសេរ pin in និងបកប្រែឲ្យណានេះសូមកត់ទុកណាសូមកត់ដាក់លើសភៅកន្លែងចំណងជើងមិញហ្នឹងគឺយើងកត់ដាក់សភៅរបស់យើងរៀងៗខ្លួនហើយតិចទៀតយើងនឹងចូលទៅកាន់ពាក្យណាចឹងដោយសារយើងចប់មេរៀនរបស់យើងមេរៀនទី17រៀងលឿនដែរហើយយើងដូចជាចូលថ្ងៃហ្នឹងថ្ងៃទី3ហើយតែត្រូវបញ្ចប់មេរៀនទី17អញ្ចឹងយើងនៅសល់ពាក់កណ្ដាលនៅសល់កន្លះម៉ោងចឹងយើងត្រូវរៀនមេរៀន18បន្តអញ្ចឹងមេរៀន18អ្នកនេះសូមកត់ចំណងជើងដែលទៅសួរផ្ញើក្នុងក្រុមនេះឲ្យហើយបន្ទាប់មកអ្នកនេះនឹងចូលទៅកន្លែងពាក្យណាអញ្ចឹងម្ដងទៀតលោកសួរអានឲ្យស្ដាប់អ្នកនេះកត់ត្រាទុកណា第18课មេរៀនទី18音乐会音乐会快要开始了